មេរៀនជីវិតសំខាន់5ចំណុចដែលអ្នកត្រូវតែដឹងការរស់នៅក្នុងសង្គមបើយើងមិនចេះពីរបៀបរស់នៅទេយើងនឹងជួបនឹងការពិបាកធ្លាក់ខ្លួនខ្លាយទៅជាជនរងគ្រោះនៅក្នុងសង្គមជាមិនខានជាបន្តទៅនេះសូមលើកជូនមេរៀនជីវិតនិងការរស់នៅ5ចំណុចដែលអ្នកត្រូវតែដឹងសង្ឃឹមថា5ចំណុចនេះនឹងជួយអ្នកបានច្រើនសូមអញ្ជើញតាមដានជាបន្តថាតើមេរៀនជីវិតសំខាន់ទាំង5ចំណុចនោះមានអ្វីខ្លះទី1រស់នៅត្រូវមានគោលការណ៍មានច្បាប់ទម្លាប់បើគ្មានច្បាប់គ្មានគោលការណ៍ទេមនុស្សនឹងរស់នៅដូចជាសត្វយើងរស់នៅក្នុងសង្គមណាយើងចាំបាច់ត្រូវដឹងអំពីច្បាប់ទម្លាប់នៅក្នុងសង្គមនោះបើច្បាប់ទម្លាប់ក្នុងសង្គមនោះយើងមិនអាចទទួលយកបានទេយើងត្រូវតែចាកចេញរីឯចំពោះកន្លែងការងារឬកន្លែងលោកស៊ីក៏ដូចគ្នាកុំតស៊ូប្រឆាំងនឹងច្បាប់ទម្លាប់ដែលយើងមិនអាចកែប្រែបានការដើរចេញគឺជាការរំលាយច្បាប់ទម្លាប់នោះចេញពីជីវិតរបស់យើងហើយយើងម្នាក់ត្រូវតែមានច្បាប់ទម្លាប់មានគោលការណ៍សម្រាប់ជីវិតខ្លួនឯងយើងតែងតែហៅគោលការណ៍នោះថាវិន័យសម្រាប់ខ្លួនឯងវិន័យនាំឲ្យយើងថ្លៃថ្នូរនិងភាពជោគជ័យថ្លៃថ្នូរព្រោះអ្នកដទៃនឹងគោរពយើងហើយជោគជ័យព្រោះវិន័យជួយយើងឲ្យដើរនៅលើផ្លូវត្រូវបាញ់ឆ្ពោះទៅមុខមិនងាករេទៅនេះបន្តិចទៅនោះបន្តិចដែលនាំឲ្យខាតពេលខាតកម្លាំងនៅក្នុងដំណើរឆ្ពោះទៅរកគោលដៅដូច្នេះយើងគួរកំណត់គោលការណ៍ឬវិន័យខ្លះៗឲ្យខ្លួនឯងឧទាហរណ៍វិន័យនៅក្នុងការគោរពពាក្យសន្យាបានណាត់ជាមួយគេហើយកុំទៅយឺតឲ្យសោះអានកាសែតរាល់ថ្ងៃដើម្បីតាមដានសភាពការជាតិនិងអន្តរជាតិអានសៀវភៅរាល់ថ្ងៃមួយថ្ងៃ1ម៉ោងហាត់ប្រាណ3ដងក្នុងមួយអាទិត្យញ៉ាំអាហារណាដែលជួយដល់សុខភាពធ្វើការងាររហូតចប់ចង់ចាប់ដើមមិនបោះការងារចោលកណ្ដាលទីលាក់នឹងលាក់ទី2ប្រសិនបើចង់បានសន្តិភាពត្រូវត្រៀមជានិច្ចសម្រាប់សង្គ្រាមគ្រប់ទិដ្ឋភាពនៃការរស់នៅក្នុងសង្គមយើងជួបប្រទះនឹងការប្រកួតប្រជែងស្ទើរតែគ្រប់ពេលវេលាខ្មែរយើងមានសម្ដីមួយឃ្លាថានឿយមុនស្រណោះក្រោយមានន័យថាបើចង់មានសេចក្តីសុខនៅពេលបន្ទាប់យើងត្រូវតែប្រឹងពីពេលនេះឲ្យខ្លាំងនៅក្នុងសង្គមមនុស្សបើអ្នកខ្សោយនោះអ្នកនឹងត្រូវប្រឈមមុខជាមួយនឹងការជិះជាន់ការមាក់ងាយពីអ្នកដទៃសេរីភាពរបស់អ្នកដទៃនឹងប៉ះពាល់គៀបសង្កត់មកលើសេរីភាពរបស់អ្នកផលប្រយោជន៍របស់អ្នកដទៃនឹងគៀបស៊ីផលប្រយោជន៍របស់អ្នកយើងមិនហ៊ាននិយាយថាសង្គមមនុស្សគឺជាសង្គមខុសខើទេប៉ុន្តែគឺជាសង្គមមួយដែលយើងរស់នៅត្រូវតែមានការប្រុងប្រយ័ត្ននិងមានការត្រៀមខ្លួនចំជានិច្ចបើអ្នកមិនត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមទេនោះអ្នកមិនអាចរក្សាសន្តិភាពដែលកំពុងតែមាននេះឡើយសេរីភាពនិងផលប្រយោជន៍របស់យើងមិនអាចកើតឡើងពីការលាតដៃសុំអ្នកដទៃបានឡើយប៉ុន្តែវាកើតឡើងពីកណ្ដាប់ដៃរបស់យើងមានតែយើងខ្លាំងទេទើបអ្នកដទៃមិនហ៊ានមកបំពេបំពានបើអ្នកខ្ជិលពង្រឹងខ្លួនឯងនោះកុំបន្ទោសនរណាឡើយនៅពេលរងការធ្វើបាបនេះគឺជាច្បាប់ធម្មជាតិត្រីធំស៊ីត្រីតូចត្រីលឿនស៊ីត្រីយឺតអ្នកខ្លាំងគៀបសង្កត់អ្នកខ្សោយអ្នកនៅពីលើមានអាទិភាពដ៏ដង្ហើមបានស្រួលជាងអ្នកនៅពីក្រោមសូមបញ្ជាក់សាជាថ្មីថាទោះចង់ឬមិនចង់បើអ្នកជាមនុស្សខ្សោយអ្នកនឹងត្រូវគេជិះជាន់អ្នកត្រូវជួបរឿងអយុត្តិធម៌ដូច្នេះបើមិនចង់ឲ្យគេជិះជាន់មិនចង់ជួបរឿងអយុត្តិធម៌ទេចូលខិតខំពង្រឹងខ្លួនឯងពីពេលនេះតទៅចូលប្រឹងរៀនប្រឹងធ្វើការរកលុយរកកាក់ប្រឹងកសាងស្នាដៃនិងប្រឹងរកស៊ីឲ្យមានបានទី3កុំចិត្តល្អគ្រប់ពេលវេលានិងកុំចិត្តល្អជាមួយមនុស្សគ្រប់គ្នាពេកកុំធ្វើជាមនុស្សចិត្តអាក្រក់ប៉ុន្តែបើចិត្តល្អត្រូវចិត្តល្អមើលកលៈទេសៈនិងមើលមនុស្សខ្លះល្អជាមួយយើងតែនៅពេលដែលយើងមានប្រយោជន៍សម្រាប់គេប៉ុណ្ណោះយើងជួយគេ10ដងដល់ពេលមិនជួយម្ដងយើងនឹងខ្លាចទៅជាមនុស្សអាក្រក់ភ្លាមការជួយ10ដងរបស់យើងលើកមុននោះត្រូវរលាយសាបសូន្យយើងត្រូវហាត់និយាយពាក្យថាទេឲ្យបានស្ទាត់មាត់កុំចេះតែអូខេជាមួយអ្នកដទៃគ្រប់ពេលវេលាត្រូវហ៊ានបដិសេធកុំខ្លាចអ្នកដទៃខឹងត្រូវទុកពេលទុកកម្លាំងសម្រាប់ខ្លួនឯងសម្រាប់សម្រេចក្តីស្រមៃរបស់ខ្លួនឯងមនុស្សមួយចំនួនកិច្ចការដែលពួកគេអាចធ្វើបានដោយខ្លួនឯងសោះក៏ពួកគេមកពឹងយើងឲ្យជួយដែរ
ព្រោះដឹងថាយើងគឺជាមនុស្សចិត្តល្អមនុស្សចិត្តងាយដូច្នេះពេលខ្លះការជួយរបស់យើងវានាំឲ្យអ្នកដទៃខ្លាយទៅជាមនុស្សទន់ជ្រាយជាមនុស្សខ្ជិលហើយថែមទាំងយើងត្រូវខាតពេលវេលាខាតកម្លាំងទៀតផងត្រូវចាំថាកាលណាយើងនិយាយថា yes ចំពោះអ្នកដទៃវាស្មើនឹងយើងនិយាយថា no ចំពោះខ្លួនឯងចូលផ្ដល់ពេលវេលានិងតម្លៃឲ្យខ្លួនឯងបានច្រើនរីឯចំពោះអ្នកដទៃយើងត្រូវជួយទៅតាមការគួរនិងការចាំបាច់ទី4ទប់ចំហខ្លួនឯងឲ្យចំសិនសឹមបោះដៃជួយអ្នកដទៃចំពោះរឿងជួយគ្នាទៅវិញទៅមកយើងម្នាក់មិនអាចគេចផុតនោះទេតែមានពេលខ្លះការជួយរបស់យើងចំពោះអ្នកដទៃបែរជានាំផលអាក្រក់ទៅវិញអាចអាក្រក់ទាំងសម្រាប់អ្នកដទៃនិងសម្រាប់យើងឧទាហរណ៍យើងមិនចេះហែលទឹកទេតែពេលឃើញមនុស្សលង់ទឹកយើងក៏ហក់ទៅជួយភ្លាមជាលទ្ធផលគឺស្លាប់ទាំងយើងស្លាប់ទាំងគេយើងត្រូវតែខ្លាំងសិនទើបអាចជួយគេបានបើមានតែបេះដូងជាវរៈវរៈប៉ុន្តែគ្មានកម្លាំងបញ្ចេញសកម្មភាពនោះក៏ជារឿងឥតបានការចិត្តចង់ជួយអ្នកដទៃគឺជាគុណធម៌ហើយតែអ្វីដែលសំខាន់បំផុតនោះគឺសកម្មភាពពិតលទ្ធផលពិតដែលកើតពីការជួយបើចង់ជួយឲ្យក្មេងចេះអានអក្សរយើងត្រូវតែចេះអក្សរជាមុនសិនហើយសឹមទៅបង្រៀនពួកគេបើចង់ជួយអ្នកដទៃឲ្យមានបានយើងត្រូវតែមានចំណេះដឹងមានជំនាញមានបទពិសោធន៍ព្រមទាំងមានទ្រព្យសម្បត្តិទើបយើងអាចដឹកនាំពួកគេឲ្យឆ្ពោះទៅរកការរកស៊ីដែលទទួលបានជោគជ័យដូច្នេះជារួមមកបើចង់ទទួលខុសត្រូវលើវាសនាមនុស្សកាន់តែច្រើននោះអ្នកត្រូវតែមានស្មាឲ្យកាន់តែទូលាយដែរទី5កំណត់ព្រំដែនឲ្យខ្លួនឯងនៅពេលអ្នកដទៃបោះជំហានហួសព្រំដែនរបស់អ្នកត្រូវតែក្លាហានប្រាប់គេឲ្យដកថយគ្រប់រឿងរ៉ាវនៃជីវិតរបស់យើងគ្រប់គ្នាគឺសុទ្ធតែមានព្រំដែនមិនថាជាការនិយាយការគិតនិងការប្រព្រឹត្តផ្សេងៗពេលខ្លះអ្នកដទៃមិនបានដឹងទេថាពួកគេបានដើរហួសព្រំដែនរបស់យើងដូច្នេះយើងត្រូវតែប្រាប់គេឲ្យបានដឹងបើគេនិយាយលើសត្រូវប្រាប់គេបើគេស្នើសុំលើសត្រូវប្រាប់គេហើយបើគេធ្វើលើសក៏ត្រូវតែប្រាប់គេឲ្យបានដឹងផងដែរបើយើងចេះតែបណ្ដាច់បណ្ដោយឲ្យអ្នកដទៃគ្រប់គ្នាចូលមកញោមញីក្នុងជីវិតរបស់យើងនោះយើងនឹងគ្មានថ្ងៃរីកចម្រើនបានឡើយទេសនានេះគឺជាការចែករំលែកពីសំណាក់អង្គការជាទាំងហួរដែលជាអ្នកជំនួញវ័យក្មេងដ៏មានសក្តានុពលម្នាក់នៅកម្ពុជាថ្មីនេះលោកបានចេញផ្សាយស្នាដៃពិសេសមួយគឺសៀវភៅផែនទីផ្នត់គំនិតដែលជាសៀវភៅកំណត់គោលដៅជីវិតដ៏ជាក់លាក់ដោះសោខួរក្បាលផ្ដល់ធម៌ពលផ្លូវចិត្តរៀបរាប់បទពិសោធន៍ដែលចេញពីបរាជ័យមករកជោគជ័យគូសវាសផែនទីជីវិតបង្កើនឧត្តមភាពឲ្យខ្លួនឯងបង្ហាញគំនិតនៅក្នុងការធ្វើជំនួញបង្ហាផ្លូវសម្រាប់ម្ចាស់អាជីវកម្មពីតូចទៅធំនិងបកស្រាយចម្ងល់នានាអំពីចក្រវាឡសៀវភៅនេះមានតម្លៃ $36.9 ទំហំ B5 និងមាន528ទំព័រសេវាដឹកជញ្ជូន$2ដល់$3តាមចិត្តឬឆ្ងាយសម្រាប់លោកអ្នកដែលទិញសៀវភៅនេះនឹងទទួលបានគំរូផែនទីគំនិត Mind Map ចំនួន7ឈុតដែលមានទាំងរូបភាពនិងហ្វានបានចូលជាសមាជិក CTA Club មានឱកាសស្គាល់អ្នកជំនួញជាច្រើននិងផ្ដល់ជូនការផ្សព្វផ្សាយអាជីវកម្មនៅក្នុងក្រុមរួមនិងរៀនសូត្រអំពីអ្នកជំនួញផ្សេងៗដើម្បីទិញសៀវភៅនេះសូមទាក់ទងទៅកាន់ page CTH Mind Map ដែលមាន link នៅក្នុង caption នៃវីដេអូនេះហើយបើចង់ទទួលបានចំណេះដឹងថ្មីៗអំពីអាជីវកម្មក៏ដូចជាចំណេះដឹងទូទៅផ្សេងៗសូមកុំភ្លេចចុច like page Facebook និង join Telegram របស់អង្គការជាទាំងហួរដែលមាន link នៅក្នុងវីដេអូនេះផងដែរសូមអរគុណសូមជម្រាបលា